សុភាសិតជំពូក19មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ប្រសើរជាងមនុស្សល្ងង់និយាយភូតភើខ្វះការចេះដឹងមិនប្រសើរទេសម្រាប់មនុស្សហើយអ្នកដែលប្រញាប់ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយរមែងមានកំហុសភាពល្ងីល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួនហើយគេបែរជាខឹងនឹងព្រះអម្ចាស់ទៅវិញទ្រព្យសម្បត្តិរមែងធ្វើឲ្យមានមិត្តភក្តិច្រើនរីឯអ្នកក្រវិញមិត្តភក្តិតែងតែបោះបង់ចោលសាក់សីខ្លែងខ្លាយជាមិនផុតពីទណ្ឌកម្មទេរីឯមនុស្សកុហកភូតភើក៏មិនរួចខ្លួនដែរមនុស្សជាច្រើនចូលចិត្តបញ្ជោអ្នកធំហើយម្នាក់ចូលចិត្តចងមិត្តនឹងអ្នកជូនចំនួនមនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេលើសពីនេះទៅទៀតមិត្តភក្តិក៏បោះបង់ចោលដែរកាលណាត្រូវការរកទេគេគេចបាត់អស់អ្នកណាចេះគិតពិចារណាអ្នកនោះស្រឡាញ់ខ្លួនឯងអ្នកណារក្សាកាលយល់ដឹងអ្នកនោះមានសុភមង្គលសាក់សីខ្លែងខ្លាយជៀសមិនផុតពីទណ្ឌកម្មទេរីឯមនុស្សកុហកភូតភរក៏មិនរួចខ្លួនដែរជីវភាពខ្ពង់ខ្ពស់មិនស័ក្តិសមនឹងមនុស្សខ្លៅទេហើយលើសពីនេះអ្នកបម្រើក៏មិនសមត្រួតត្រាលើមេដឹកនាំដែរមនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹងគេរក្សាកិត្តិយសដោយមិនតបតនឹងអ្នកដែលធ្វើខុសចំពោះខ្លួនឡើយសេចក្តីក្រោធរបស់ស្ដេចប្រៀបដូចជាស្នូក្រហឹមរបស់សត្វតោតែសេចក្តីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅកូនល្ងង់រមែងធ្វើឲ្យឪពុកហិនហោចរីឯប្រពន្ធពូកែឆ្លោះប្រៀបបាននឹងទ័រដែលបង្ហូរទឹកមិនចេះអស់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិជាគេមរតកពីដូនតារីឯប្រពន្ធមានសុភនិច្ឆ័យវិញជាអំណោយទានពីព្រះម្ចាស់ការខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សងុកងុយហើយមនុស្សច្រអូសត្រូវអត់បាយអ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួនរីអ្នកធ្វើប្រហែសនឹងមាយាទរបស់ខ្លួនមុខជាត្រូវវិនាសអ្នកដែលចែកទានឲ្យជនទុរគតទុកដូចជាឲ្យព្រះអម្ចាស់ខ្ចីព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញចូលប្រដៅកូនក្នុងពេលដែលអ្នកមានសង្ឃឹមថានឹងអាចកែវាបានកុំខឹងរហូតដល់ធ្វើឲ្យវាស្លាប់នោះឡើយមនុស្សកំរោលខូខើរមែងទទួលពិន័យបើមិនដាក់ទោសជននោះទេអ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែលចូលស្ដាប់អាវាតនិងទទួលការព្រានប្រដៅនោះអ្នកនឹងមានប្រាជ្ញាមនុស្សគិតគូរគម្រោងការជាច្រើនក៏ប៉ុន្តែមានតែគម្រោងការរបស់ព្រះម្ចាស់ប៉ុណ្ណោះដែលសម្រេចជារូបរាងចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្សហេតុនេះហើយបានជាមនុស្សក្រីក្រប្រសើរជាងមនុស្សកុហកការគោរពកោតខ្លាចព្រះម្ចាស់នាំទៅរកជីវិតអ្នកធ្វើដូច្នេះនឹងបានសប្បាយហើយដេកលក់យ៉ាងស្កប់ស្កល់ឥតមានកង្វល់អ្វីឡើយមនុស្សខ្ជិលច្រអូសលូកដៃក្នុងចានតែពុំយកម្ហូបមកដាក់ក្នុងមាត់ទេបើអ្នកវាយមនុស្សចំអកលក់លើយអ្នកនឹងធ្វើឲ្យមនុស្សភ្លើចេះកែគំនិតបើអ្នកស្ដីបន្ទោសមនុស្សឆ្លាតអ្នកនឹងធ្វើឲ្យគេយល់អំពីចំណេះអ្នកណាធ្វើបាបឪពុកហើយបណ្ដេញម្ដាយរបស់ខ្លួនអ្នកនោះជាកូនដែលនាំឲ្យអាម៉ាស់មុខនិងអាប់យួរកូនហើយបើអ្នកលែងស្ដាប់ការព្រានប្រដៅអ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹងជនពីលធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ព្រោះមនុស្សអាក្រក់និយាយពោលពាក្យទុច្ចរិតមនុស្សចំអកលត់លើយត្រូវតែទទួលទោសរីឯមនុស្សល្ងង់ខ្លៅត្រូវរំពាត់ស៊ីខ្នង